តោះបងប្អូនចេះថាដឹងថាបាយថ្ងៃត្រង់ធ្វើម្ហូបអីណែខ្ញុំណែនាំមុខម្ហូបបែបស្រុកស្រែឲ្យហូបម្ដងបាទម្ហូបនេះឆ្ងាញ់ហ៎បងប្អូនរសជាតិឲ្យ10 លើ 10បាទមិនងាយបានហូបទេបងប្អូនអើយម្ហូបនេះមានក្តាមស្រែមានពងត្រីកពឹសកូនត្រីតូចបន្លែបែបជនបទហ្នឹងណាគឺថាมันងាយបានហូបទេហើយសឡនេះខ្ញុំឲ្យ10 លើ 10បងប្អូនរសជាតិជូរម៉មហើយចុះថាក្តៅយើងហូបជាមួយម្ទេសហឹលបងប្អូននឹកឃើញស្រក់ទឹកមាត់បាទនឹកឃើញចង់ធ្វើហូបម្ដងទៀតបាទតែมันងាយទេបងប្អូនมันងាយទិញបានណាត្រីតូចខ្ពឹសអីចឹងណាហើយបន្លែអីបែបធម្មជាតិនេះมันងាយទេអញ្ចឹងត្រូវការហូបត្រូវការពេលដែរបងប្អូនពងត្រីអីក៏ងាយរកបានដែរបងប្អូនអញ្ចឹងបើបងប្អូនមានពេលហើយមានកូនត្រីតូចខ្ពឹសអីអញ្ចឹងណាស្លបែបម្ជូរជនបទនេះខ្ញុំធានាថាឆ្ងាញ់បងប្អូនជាមួយម្ទេសហឹលបាទបាយជុំបងប្អូនជាតិ